ចក្រភពមួយដែលធំបំផុតក្នុងប្រវត្តិសាស្ត្រពីអាស៊ីដល់អឺរ៉ុបគឺចក្រភពម៉ុងហ្គោលដែលគ្មាននរណាអាចទប់ទល់បានប៉ុន្តែសំណួរមួយគឺតើអ្វីបានធ្វើឲ្យចក្រភពដែលមានមហិច្ឆតានេះបាត់បង់អំណាចថ្ងៃនេះ MA History នឹងនាំអ្នកទាំងអស់គ្នាទៅជីកកកាយរកហេតុផលដែលធ្វើឲ្យចក្រភពដ៏ធំមួយនេះដួលរលំ 1. ការកើនឡើងនៃចក្រភពម៉ុងហ្គោលរឿងនេះចាប់ផ្ដើមនៅឆ្នាំ 1206 នៅលើវាលស្មៅធំនៃអាស៊ីកណ្ដាលបរិសម្នាក់ឈ្មោះតេម៉ូជីនដែលក្រោយមកប្រកាសខ្លួនថាជាជីងហ្គីសខានបានបង្រួបបង្រួមជនជាតិម៉ុងហ្គោលដែលធ្លាប់បែកបាក់ឲ្យមករួមតែមួយគាត់មិនមែនជាស្ដេចធម្មតាទេគាត់គឺជាមេទ័ពដ៏ឆ្លាតវៃនិងគ្មានមេត្តាម្នាក់ក្រោមការដឹកនាំរបស់គាត់កងទ័ពម៉ុងហ្គោលបានក្លាយទៅជាកម្លាំងដ៏គួរឲ្យខ្លាចពួកគេជិះសេះល្បឿនលឿនដូចខ្យល់ប្រើយុទ្ធសាស្ត្រដែលសត្រូវមិនអាចទស្សទាយបានហើយវាប្រហារយ៉ាងឆាប់រហ័សពួកគេចេះបញ្ឆោតសត្រូវដោយធ្វើដូចជាដកថយបន្ទាប់មកវាត្រឡប់ទៅវិញយ៉ាងសាហាវក្នុងរយៈពេលខ្លីពួកគេបានយកឈ្នះសង្គ្រាមជាបន្តបន្ទាប់ដូចជាការវាយលុកប្រទេសចិនដែលពេលនោះគឺជាមហាជីននិងមហាសុងការវាយលុកបំផ្លាញភើសៀហើយបានវាយលុកចូលទៅអឺរ៉ុបខាងកើតទីក្រុងជាច្រើនត្រូវបានបំផ្លាញហើយមនុស្សរាប់លានបានស្លាប់អ្វីដែលធ្វើឲ្យពួកគេខ្លាំងបំផុតមិនមែនត្រឹមតែអាវុធទេប៉ុន្តែគឺការភ័យខ្លាចដំណឹងពីការវាយបំផ្លាញទីក្រុងនានារបស់ម៉ុងហ្គោលបានរីករាលដាលយ៉ាងលឿនដែលធ្វើឲ្យសត្រូវជាច្រើនជ្រើសរើសការចោះចាញ់ដោយមិនចាំបាច់ប្រយុទ្ធក្នុងរយៈពេលប៉ុន្មានទសវត្សរ៍អាណាចក្រម៉ុងហ្គោលក្លាយទៅជាចក្រភពដែលមានដែនដីជាប់គ្នាធំបំផុតក្នុងប្រវត្តិសាស្ត្រ 2. យុគសម័យមាសរបស់ប្រជាជាតិម៉ុងហ្គោលបន្ទាប់ពីការស្លាប់របស់ជីងហ្គីសខានមនុស្សជាច្រើនគិតថាចក្រភពម៉ុងហ្គោលនឹងធ្លាក់ចុះប៉ុន្តែវាបានក្លាយទៅជាអំណាចកាន់តែធំនិងរឹងមាំជាងមុនកូនចៅរបស់គាត់បានបន្តការពង្រីកដែនដីនិងបង្កើតប្រព័ន្ធគ្រប់គ្រងដែលមានប្រសិទ្ធភាពមេដឹកនាំម្នាក់នោះគឺគូប្លាយខានដែលជាចៅប្រុសរបស់ជីងហ្គីសខានបានគ្រប់គ្រងប្រទេសចិននិងបង្កើតមហាយានខណៈដែលចៅប្រុសរបស់ជីងហ្គីសខានម្នាក់ទៀតគឺហ៊ូឡាគូខានបានដឹកនាំកងទ័ពវាយបំផ្លាញទីក្រុងបេកដែកដែលធ្លាប់ជាមជ្ឈមណ្ឌលវប្បធម៌ដ៏សំខាន់បន្ទាប់មកចក្រភពម៉ុងហ្គោលត្រូវបានបែងចែកជា4ផ្នែកធំៗរួមមានមហាយាននៅប្រទេសចិនអ៊ីលខាណេតនៅភើសៀនដែលជាអ៊ីរ៉ាក់អឺរ៉ង់បច្ចុប្បន្ន Golden Horse នៅតំបន់រុស្ស៊ីនិងអឺរ៉ុបខាងកើតនិងចាកាតៃកាណេតនៅអាស៊ីកណ្ដាលបើទោះបីជាបែងចែកជាផ្នែកក៏ដោយអាណាចក្រទាំងនេះនៅតែភ្ជាប់គ្នាតាមអំណាចនិងបេតិកភណ្ឌរបស់ម៉ុងហ្គោលនៅក្នុងអំឡុងពេលនោះផ្លូវសៀរ៉ូលបានក្លាយទៅជាផ្លូវពាណិជ្ជកម្មដ៏មានសុវត្ថិភាពបំផុតដែលអនុញ្ញាតឲ្យមនុស្សនិងទំនិញធ្វើដំណើរឆ្លងកាត់ពីអាស៊ីទៅអឺរ៉ុបយ៉ាងងាយស្រួលពាណិជ្ជកម្មបានរីកចម្រើនយ៉ាងខ្លាំងទំនិញវប្បធម៌និងចំណេះដឹងត្រូវបានផ្លាស់ប្ដូរពីតំបន់មួយទៅតំបន់មួយចក្រភពម៉ុងហ្គោលមិនត្រឹមតែជាអំណាចកងទ័ពទេប៉ុន្តែបានក្លាយទៅជាអំណាចសេដ្ឋកិច្ចនិងវប្បធម៌ដ៏អស្ចារ្យដែលភ្ជាប់ពិភពលោកភាគខាងកើតទៅភាគខាងលិច 3. ចំណុចចាប់ផ្ដើមនៃការបែកបាក់របស់ម៉ុងហ្គោលក្រោមភាពរុងរឿងនៃចក្រភពម៉ុងហ្គោលបញ្ហាដំបូងដែលបានចាប់ផ្ដើមបង្ហាញខ្លួនគឺអំណាចដែលធ្លាប់តែរឹងមាំត្រូវបានបែងចែកហើយកូនចៅរបស់ជីងហ្គីសខានបានចាប់ផ្ដើមប្រកួតប្រជែងគ្នាដើម្បីកាន់អំណាចរៀងខ្លួនពួកគេមិនមានមេដឹកនាំអាចបង្រួបបង្រួមចក្រភពទាំងមូលដោយគាត់ទៀតទេបញ្ហាមួយទៀតគឺដែនដីចក្រភពធំពេកដែនដីដែលពង្រីកពីអាស៊ីដល់អឺរ៉ុបធ្វើឲ្យការគ្រប់គ្រងកាន់តែលំបាកការទំនាក់ទំនងយឺតនិងការគ្រប់គ្រងមិនស្មើគ្នាបានធ្វើឲ្យអំណាចកំណើតចុះខ្សោយបន្តិចម្ដងលើពីនេះវប្បធម៌និងជំនឿខុសគ្នានៅក្នុងតំបន់ផ្សេងៗបានបង្កើតភាពតានតឹងប្រជាជនមិនពេញចិត្តការគ្រប់គ្រងរបស់ម៉ុងហ្គោលហើយការបះបោរបានចាប់ផ្ដើមកើតឡើងនៅប្រទេសចិនការបះបោរបានកើនឡើងយ៉ាងខ្លាំងខណៈដែលនៅភើសៀលអំណាចម៉ុងហ្គោលបានចាប់ផ្ដើមខ្សោយប៉ុន្តែអ្វីដែលធ្វើឲ្យស្ថានភាពកាន់តែអាក្រក់គឺការមកដល់របស់ជំងឺ Black Death ដែលជាជំងឺរាតត្បាតធំបំផុតក្នុងប្រវត្តិសាស្ត្រជំងឺនេះបានរីករាលដាលតាមផ្លូវពាណិជ្ជកម្មនិងសម្លាប់មនុស្សអស់រាប់លាននាក់បំផ្លាញទីក្រុងនិងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ 4. ការដួលរលំនៃចក្រភពម៉ុងហ្គោលក្នុងសតវត្សទី 14 ចក្រភពម៉ុងហ្គោលបានចាប់ផ្ដើមបែកបាក់យ៉ាងច្បាស់អំណាចដែលធ្លាប់តែរឹងមាំនិងគ្រប់គ្រងដែនដីធំទូលាយឥឡូវនេះមិនអាចរក្សារួបរวมគ្នាបានទៀតទេនៅប្រទេសចិនកងកម្លាំងថ្មីបានកើតឡើងគឺមហាមីងដែលដឹកនាំដោយជូយៀនចាងពួកគេបានបណ្ដេញមហាយានចេញពីអំណាចនៅឆ្នាំ 1368 នេះជាការបាត់បង់ដ៏ធំបំផុតមួយសម្រាប់ម៉ុងហ្គោលព្រោះប្រទេសចិនគឺជាកណ្ដាលសេដ្ឋកិច្ចនិងអំណាចរបស់ពួកគេរីឯនៅតំបន់រុស្ស៊ី Golden Horse ដែលធ្លាប់តែមានអំណាចខ្លាំងបានចាប់ដើមខ្សោយនិងបាត់បង់ការគ្រប់គ្រងដែនដីរបស់ខ្លួនចំណែកឯនៅភើសៀល Elkhanet វិញក៏បានដួលរលំដោយសារសង្គ្រាមនិងការបែកបាក់ពីខាងក្នុងដូចគ្នាហើយនៅចុងក្រោយចក្រភពម៉ុងហ្គោលដែលធ្លាប់តែគ្រប់គ្រងពិភពលោកបានបាត់បង់អំណាចទាំងស្រុងនិងរលាយបាត់ពីក្នុងប្រវត្តិសាស្ត្រ 5. មរតកដែលនៅសល់
បើទោះបីជាចក្រភពម៉ុងហ្គោលបានធ្លាក់ចុះនិងរលាយបាត់ទៅក្នុងប្រវត្តិសាស្ត្រក៏ដោយប៉ុន្តែចក្រភពម៉ុងហ្គោលបានបន្សល់ទុកនូវមរតកដ៏ធំធេងសម្រាប់ពិភពលោកចក្រភពនេះបានភ្ជាប់អាស៊ីនិងអឺរ៉ុបជាមួយគ្នាបង្កើតការផ្លាស់ប្ដូរវប្បធម៌និងការចែករំលែកចំណេះដឹងដែលមិនធ្លាប់មានពីមុនមកផ្លូវពាណិជ្ជកម្មដូចជា Sea Road បានក្លាយទៅជាសរសៃឈាមដ៏សំខាន់ដែលនាំឲ្យមានការជួញដូរនិងទំនាក់ទំនងរវាងអរិយធម៌ផ្សេងៗទំនិញគំនិតនិងបច្ចេកវិទ្យាត្រូវបានផ្ទេរពីខាងកើតទៅខាងលិចបង្កើតការផ្លាស់ប្ដូរយ៉ាងធំនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិចក្រភពម៉ុងហ្គោលមិនត្រឹមតែជាអំណាចកងទ័ពដ៏គួរឲ្យភ័យខ្លាចនោះទេប៉ុន្តែជាកម្លាំងដែលបានបំផ្លាញពិភពលោកនិងបង្កើតការភ្ជាប់គ្នារវាងអរិយធម៌ភាគខាងលិចនិងភាគខាងកើត